ចាជ្រាបសួរបងប្អូនថ្ងៃនេះខ្ញុំបានស្លកកូរហើយកកូរខ្ញុំចាំបងខ្ញុំដាក់គ្រឿងហើយកូរវាឲ្យឈ្ងុយបន្ទាប់ពីកូរឈ្ងុយរួចហើយខ្ញុំបានដាក់ប្រហុកចូលប្រហុកខ្ញុំដាក់តាបន្តិចល្មមឯហើយបន្ទាប់ពីកូរប្រហុកជាមួយគ្រឿងឲ្យចូលជាតិនឹងឈ្ងុយហើយខ្ញុំក៏បានដាក់សាច់ជ្រូកច្រាមនឹងខ្ញុំដាក់ហើយខ្ញុំកូរវាឲ្យបានសព្វជាមួយគ្រឿងជាមួយប្រហុកហើយឲ្យរាងឆ្អិនបន្តិចទៅខ្ញុំក៏បានដាក់ក្រួចជាមួយនឹងឆ្អឹងជំនីថ្ងៃនេះខ្ញុំស្លមានឆ្អឹងជំនីមានក្រួចលាយសាច់ជ្រូកច្រាមហើយនឹងត្រីខ្ញុំឆ្លក់ស្លចូលគ្នាអញ្ចឹងណា3មុខនឹងបន្ទាប់ពីកូរច្បល់ហើយទុកបិទក្របងាស់វាឲ្យរៀងផុយឆ្អឹងជំនីនោះហើយខ្ញុំក៏បានដាក់ត្រីចូលហើយបន្ទាប់ពីខ្ញុំកូរនឹងដាក់ត្រីចូលហើយខ្ញុំកូរវាចូលជាតិត្រីរៀងឆ្អិនបន្តិចទៅខ្ញុំក៏បានដាក់គ្រឿងដូចជាម្សៅស៊ុបអំបិលខ្ញុំបានដាក់ស្ករឯសម្លអីក៏ដោយខ្ញុំបានដាក់ស្ករឯខ្ញុំបានដាក់ទឹកត្រីចូលបន្តិចហើយបន្ទាប់មកខ្ញុំក៏បានកូរគ្រឿងនឹងចូលគ្នាសព្វជាមួយត្រីជាមួយសាច់ជ្រូកទាំងអស់ហ្នឹងមកខ្ញុំក៏បានដាក់អង្ករលីងចូលហើយកូរវាច្បល់វាឲ្យឈ្ងុយជាមួយគ្រឿងជាមួយត្រីហ្នឹងតែត្រីយើងកូរថ្នមព្រោះត្រីលះបែកសាច់បងប្អូនហើយបន្ទាប់ពីកូរrồiហើយខ្ញុំគ្របវាទុកមួយសន្ទុះខ្ញុំក៏បានដួសត្រីចេញយកត្រីចេញហើយខ្ញុំក៏បានគ្របវាទុករងាស់ឲ្យរាងផុយឆ្អឹងជំនីថែមបន្តិចទៀតហើយខ្ញុំក៏បានដាក់ល្ពៅចូលយើងដាក់របស់ដែលមានរឹងចូលដូចជាល្ពៅអីចឹងយើងកូរឲ្យសព្វរួចមកយើងរងាស់វាទុកចោលមួយសន្ទុះឲ្យល្ពៅនឹងរាងផុយបន្ទាប់មកបានខ្ញុំដាក់សណ្តែកគួរចូលហើយខ្ញុំនៅនេះអត់មានគ្រឿងបន្លែអីសពគ្រប់ទេខ្ញុំមានតែល្ពៅសណ្តែកគួរហើយខ្ញុំខ្វះល្ហុងដែរអត់បានទិញហើយបន្ទាប់ពីដាក់សណ្តែកគួរចូលច្បល់ជាមួយល្ពៅគ្រប់ទុកមួយសន្ទុះមកខ្ញុំក៏បានដាក់ត្រប់ហើយត្រប់ខ្ញុំចិត្តអញ្ចឹងបងប្អូនព្រោះអីស្លកកូរវារាងផុយបន្តិចដែរត្រប់ខ្ញុំទិញប៉ះខ្ចីហើយបន្ទាប់ពីត្រប់មកខ្ញុំដាក់ចេកចាដាក់ចេកចូលហើយកូរច្បល់ចូលគ្នាឲ្យសព្វមកខ្ញុំក៏បានចាក់ទឹកហើយទឹកខ្ញុំប្រើទឹកឆ្អិនបងប្អូនខ្ញុំប្រើទឹកឆ្អិនរួចហើយគ្របទុកងាស់វាមួយសន្ទុះខ្ញុំដាក់អង្ករលីងប្រហែលជា2លាព្រាដែរបន្ទាប់ពីដាក់អង្ករលីងខ្ញុំកូរឲ្យសព្វហើយខ្ញុំបានដាក់ត្រីចូលក្រោយគេបន្ទាប់ហ្នឹងពីដាក់ត្រីរួចហើយមកយើងក៏ដាក់វាដូចថាកូរវាថាព្រោះត្រីវាឆាប់បែកសាច់បន្ទាប់ពីដាក់ត្រីហើយខ្ញុំក៏បានដាក់មិញហ្នឹងត្រួយស្ដែកបន្ទាប់ពីត្រួយស្ដែកហើយខ្ញុំក៏ដាក់ត្រួយផ្ទីដែលខ្ញុំបានដាំក្រោយផ្ទះហើយនឹងត្រួយណែពេញប៉ោះហ្នឹងហើយយើងកូរវាថ្នមបងប្អូនរៀងធូរដៃបន្តិចបើមិនចឹងទេវាបែកសាច់ត្រីហើយភ្លក់រសជាតិដែលយើងចង់បានទៅរួចរាល់ជាការស្រេចចាអរគុណជម្រាបលា